បឹងទន្លេសាបគឺជាប្រភពចំណីអាហារដ៏សំខាន់សម្រាប់ប្រជាជនរាប់លាននាក់ក្នុងចំណោមនោះក៏ជាប្រភពចំណីអាហារមួយដែលបានរួមចំណែកដល់សេដ្ឋកិច្ចនិងជីវភាពប្រចាំថ្ងៃនេះផងដែរតើយើងគួរគ្រប់គ្រងវាដោយរបៀបណាក្នុងរដូវបិទនេសាទយោងតាមច្បាប់ជលផលក្នុងរដូវបិទនេសាទប្រជានេសាទត្រូវបានអនុញ្ញាតឲ្យប្រើតែឧបករណ៍ប្រមូលផលលាសដែលប្រើដោយកម្លាំងមនុស្សប៉ុណ្ណោះចាគេប្រាប់ឲ្យចុះឯងឲ្យយើងរួលក្ខណៈគ្រួសារអូដៃជាឯងឬម៉ាស៊ីនមួយគេហាមដាច់ខាតគេឲ្យយើងអូចំពោះទំហំលាសត្រូវបានកំណត់ឲ្យយកទំហំចាប់ពី3សង់ទីម៉ែត្រឡើងទៅនិងកំណត់បរិមាណនៃការប្រមូលផលបានត្រឹមតែ150គីឡូក្រាមក្នុងមួយគ្រួសារប៉ុណ្ណោះបើយើងមើលការយកទាំងអស់ទៅឆ្នាំក្រោយទៀតយើងមានអុយរួទៀតចាយើងត្រូវតែຕົកអាលឿសទៅវាធ្លាក់អាតូចតែយើងយកតែអាមេវាទៅច្បាប់នេះពិតជាផ្ដល់ផលប្រយោជន៍ដល់ស្ថិរភាពបរិមាណប្រជាកលាសការប្រមូលផលក៏មានស្ថិរភាពនិងមិនប៉ះពាល់ដល់ដំណើរការបន្តពូជរបស់លាសឡើយទន្ទឹមនឹងនេះតម្លៃលាសនៅលើទីផ្សារក៏មានស្ថិរភាពមិនឡើងចុះតាមបរិមាណនៃការប្រមូលផលបានច្រើនឬតិចនោះឡើយដែលជាផលល្អសម្រាប់ទាំងអ្នកប្រមូលផលនិងតម្រូវការលាសនៅលើទីផ្សារបើយើងប្រៀបធៀបកាលពី2ទៅ3ឆ្នាំមុនស្ថានភាពនេះខុសគ្នាឆ្ងាយណាស់ការប្រមូលផលលាសនៅក្នុងបឹងទន្លេសាបគឺអាចប្រព្រឹត្តទៅដោយសេរីនិងប្រើឧបករណ៍នេសាទខ្នាតធំអូសដោយកម្លាំងម៉ាស៊ីនមិនកំណត់បរិមាណនិងទំហំឡើយលាសធំគេយកទៅលក់នៅលើទីផ្សារសម្រាប់ធ្វើចំណីមនុស្សបើគេប្រមូលបានលើសពីតម្រូវការគេយកទៅចាក់គោចោលស្អុយអាសោចអាសាអត់ការនៅតាមទីចាក់សម្រាមចំណែកឯកូនលាសតូចរាប់សិបតោនក្នុងមួយថ្ងៃគេលក់នៅក្នុងតម្លៃថោកបំផុតដើម្បីយកទៅកែច្នៃជាចំណីសត្វដែលជាការខ្ជះខ្ជាយយ៉ាងធ្ងន់ធ្ងរបំផុតសម្រាប់ធនធានជលផលក្នុងបឹងទន្លេសាបការអនុវត្តច្បាប់នេះមិនត្រឹមតែជួយស្ដារធនធានជលផលប៉ុណ្ណោះទេប៉ុន្តែថែមទាំងធានាបាននូវជីវភាពរបស់ប្រជានេសាទចំនួនក្រោយទៀតផងដែរការគ្រប់គ្រងដោយច្បាប់ការយល់ដឹងពីសហគមន៍គឺជាគន្លឹះនៃភាពជោគជ័យនេះយើងចូលរួមអនុវត្តឲ្យបានត្រឹមត្រូវដើម្បីធនធានជលផលនៅក្នុងបឹងទន្លេសាបរបស់យើងស្ថិតស្ថេរគង់វង្សសម្រាប់អ្នកជំនាន់ក្រោយ